បញ្ហារាប់ឆ្នាំដោះស្រាយមិនបានតែមកដោះស្រាយបានដោយជនទី3ជនទី3នឹងជាអ្នកណាមិនថានៅក្នុងវិស័យច្បាប់មិនថានៅក្នុងវិស័យពេទ្យមិនថានៅក្នុងវិស័យទីប្រឹក្សាទេជនទី3នឹងគឺជាមនុស្សសំខាន់លើសពីខ្លួនយើងជាទីប្រឹក្សាដែលអាចកោះកកាយដែលអាចនាំយើងឲ្យមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាបានមានរឿងជាច្រើនដែលសមត្ថភាពយើងមិនអាចដោះស្រាយរឿងទាំងអស់នឹងបានទេនៅលើโลกនេះមិនមានបញ្ហាណាដែលគ្មានដំណោះស្រាយនោះទេបើយើងដោះស្រាយមិនបានគឺអ្នកដទៃដោះស្រាយបានដោយសារអ្នកដទៃគឺមានចំណេះជំនាញមានយុទ្ធសាស្ត្រមានចិត្តសាស្ត្រមានវិធីសាស្ត្រប្រៀបដូចជាគ្រូពេទ្យចឹងបើសិនជាយើងអត់បានរៀនពេទ្យយើងគ្រាន់ទទួលដឹងថាឥឡូវហ្នឹងខ្ញុំមានជំងឺកាពះខ្ញុំក្បួតឈាមហើយខ្ញុំប្រហែលជាមិនរស់ទៀតទេប៉ុន្តែពេលដែលទៅជួបគ្រូពេទ្យជឿជាក់ថានេះគ្រាន់តែជាការរលាកកាពះធម្មតាដែលអ្នកអាចញ៉ាំថ្នាំតមចំណីអាហារគឺអាចជាសះស្បើយបានចឹងជនទី3ឬក៏អ្នកដែលជាអ្នកដោះស្រាយបញ្ហាផ្ដល់ដំណោះស្រាយអ្នកបង្ហាញផ្លូវនោះគឺសំខាន់ទី1បានត្រួសត្រាយផ្លូវឲ្យយើងទី2ផ្ដល់ធម៌ពលឲ្យយើងឲ្យគំនិតយោបល់ដែលអាចឲ្យយើងសម្រេចចិត្តត្រូវបានហើយអាចរក្សាការសម្ងាត់ឲ្យយើងបានទៀតគឺពិសេសមែនទែនចឹងបងប្អូនខ្លះគាត់សង្ងំទុកបញ្ហារបស់គាត់ដោយគាត់អត់ជឿទុកចិត្តថាមាននរណាម្នាក់អាចមកស្ដាប់រឿងគាត់បានអាចមកដោះស្រាយបញ្ហាបានពីមុនបងប្អូនដឹងតែមានមន្ទីរពេទ្យព្យាបាលជំងឺទេប៉ុន្តែឥឡូវនេះ Focus Power Center គឺជា center មួយដែលមកព្យាបាលបញ្ហាចឹងបើបងប្អូនមានបញ្ហារហូតដល់ថាជីវិតអត់ដឹងទៅជ្រក់មួយណាវង្វេងគោលដៅវង្វេងទិសរកអ្នកបង្ហាញផ្លូវមិនឃើញបងប្អូនសុំមក Focus Center បានដែលពួកយើងអាចជាទីប្រឹក្សាដ៏ល្អនិងចង់ឃើញបងប្អូនងើបចេញពីវិបត្តិដែលកំពុងជួបយ៉ាងពិតប្រាកដ